ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនភាគសឹកដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានដើមវិញនិងគ្រួសារអតីតយុទ្ធជនកំពុងស្នាក់នៅផ្ទះភូមិបៃតងសម្ដេចកតេប្រមនិតប៊ុនរ៉ានីនសែនប្រធានកាកបាទក្រហមកម្ពុជានាថ្ងៃអង្គារទី18ខែសីហាឆ្នាំ2026បានចាត់ក្រុមការងារដឹកនាំដោយអាដាមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជាជាតំណាងដល់ខ្ពង់ពោះនិងដែលមានការចូលរួមពីឯកឧត្តមមានច័ន្ទយ៉ាដាសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យចុះជួបសួរសុខទុក្ខនិងនាំយកព្រះរាជអំណោយដល់ឧត្តមឧត្តមថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចែកជូនដល់ប្រជាជនភាគសឹកនិងអតីតយុទ្ធជនចំនួន1062គ្រួសារមកពីស្រុកចុងកាល់195គ្រួសារស្រុកបន្ទាយអំពិល478គ្រួសារនិងក្រុងសំរោង389គ្រួសារដែលបានមកតាំងទីលំនៅនិងជំនះមកស្នាក់នៅជាបណ្ដោះអាសន្ននៅដីសម្បត្តិសង្គមគិច្ចភូមិផ្ទះបៃតងក្នុងភូមិស្រះកែវឃុំពងរស្រុកចុងកាល់ខេត្តឧត្តរមានជ័យមានកិត្តិយសដែលបានទទួលស្វាគមន៍អាដាមយូឡាណាអគ្គលេខាធិការរងទី2នៃអគ្គលេខាធិការឯកឧត្តមមានច័ន្ទយ៉ាដាបានមានប្រសាសន៍ថាព្រះរាជអំណោយដែលបានមកដល់ដៃប្រជាជនទាន់ពេលវេលាគឺជាសក្ខីភាពបង្ហាញពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានសប្បុរសធម៌និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាអាជ្ញាធរមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាមួយគ្នានេះអាជ្ញាធរខេត្តឧត្តរមានជ័យក៏បានកំពុងយកចិត្តទុកដាក់រៀបចំទីលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមរបស់ខ្លួនបានដោយសារតំបន់មួយចំនួននៅជិតតំបន់ប្រឈមនៅតែមានហានិភ័យចំពោះប្រជាជនដែលបានមកស្នាក់នៅតំបន់សុវត្ថិភាពត្រូវបានរៀបចំជាក្រុមរស់នៅរួមគ្នាដោយមានការរៀបចំទីតាំងសម្រាប់សាងសង់ផ្ទះនិងដីសម្រាប់ប្រកបរបរចិញ្ចឹមជីវិតផ្ទះជាច្រើនខ្នងកំពុងត្រូវបានសាងសង់ជាបន្តបន្ទាប់ដើម្បីឲ្យប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងតង់ឬទីជម្រកបណ្ដោះអាសន្នអាចចូលទៅរស់នៅក្នុងលំនៅឋានដែលមានសុវត្ថិភាពនិងសមរម្យជាងមុនឯកឧត្តមបានបញ្ជាក់ទៀតថាក្រៅពីការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាស្បៀងអាហារអាជ្ញាធរមូលដ្ឋានក៏កំពុងគិតគូរអំពីជីវភាពរបស់ប្រជាពលរដ្ឋក្នុងរយៈពេលវែងតាមរយៈការរៀបចំដីសម្រាប់បង្កើនផលនិងការលើកទឹកចិត្តឲ្យគ្រួសារនីមួយៗអាចចាប់ផ្ដើមប្រកបរបរចិញ្ចឹមជីវិតឡើងវិញជាមួយគ្នានេះឯកឧត្តមក៏បានស្នើឲ្យប្រជាពលរដ្ឋចូលរួមធ្វើជាពលរដ្ឋល្អក្នុងសង្គមតាមរយៈការរស់នៅដោយសាមគ្គីភាពជួយគ្នាទៅវិញទៅមកសហការជាមួយអាជ្ញាធរថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងបរិស្ថានព្រមទាំងខិតខំបង្កើនផលនិងកសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងយកនៅអំណោយមនុស្សធម៌ដើម្បីមកពងពោះរបស់ព្រះករុណាព្រះមហាក្សត្រដើម្បីយកមានប្រសាសន៍សម្ដែងសម្ដារក្នុងពិធីនោះឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជាតំណាងខ្ពង់ពោះសម្ដេចកតេប្រមនិតប៊ុនរ៉ានីនសែនប្រធានកាកបាទក្រហមកម្ពុជាបានគូបញ្ជាក់ថាបន្ទាប់ពីទទួលបានព្រះរាជអំណោយដល់ឧត្តមឧត្តមចំនួន$10,000សហរដ្ឋអាមេរិកពីព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅថ្ងៃទី14ខែសីហាឆ្នាំ2026តាមរយៈការចាត់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាទទួលព្រះរាជទ្រព្យរួចមកសម្ដេចកតេប្រមនិតប៊ុនរ៉ានីនសែនបានរៀបចំចាត់ចែងភ្លាមទិញជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈចាំបាច់មួយចំនួនសម្រាប់ប្រើប្រាស់និងដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃមកចែកជូនបងប្អូនជនភៀសសឹកនិងអតីតយុទ្ធជនដែលកំពុងស្នាក់នៅភូមិផ្ទះបៃតងចំនួន1062គ្រួសារនាពេលនេះព្រះរាជអំណោយដល់ឧត្តមឧត្តមថ្លៃថ្លាតាមរយៈកាកបាទក្រហមកម្ពុជានេះគឺជាព្រះរាជហឫទ័យយកចិត្តទុកដាក់ចំពោះប្រជាជនរាស្ត្ររបស់ព្រះអង្គហើយលោកតែងតែទំនាក់ទំនងតាមទូរស័ព្ទផ្ទាល់បាទតតំណងមិនមែនថាឯកឧត្តមអភិបាលខេត្តកងកម្លាំងបដិវត្តចូលជាមួយគ្នានេះក្នុងនាមសម្ដេចកតេប្រមនិតប៊ុនរ៉ានីនសែនឯកឧត្តមយូឡាណាបាននាំនៅបរិបន្ទូលផ្ដាំផ្ញើសួរសុខទុក្ខដីនឹករលឹកនិងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅពីសំណាក់ព្រះករុណាព្រះមហាក្សត្រជាអង្គម្ចាស់ជីវិតលើត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេដាជាខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបើទោះបីជាព្រះអង្គទាំងទ្វេមិនបានយាងមកផ្ទាល់ក៏ដោយតែទឹកប្រតីព្រះអង្គទាំងទ្វេតែងតែខ្វល់ខ្វាយនិងគិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជាជនរាស្ត្រគ្រប់ពេលវេលានិងគ្រប់ទីកន្លែង
ទន្ទឹមគ្នានេះដែរឯកឧត្តមក៏បាននាំនឹងការផ្ដាំផ្ញើសួរសុខទុក្ខក្តីអាណិតស្រឡាញ់នឹងការចែករំលែកនៅទុក្ខលំបាកពីសំណាក់សម្ដេចកតេប្រមនិតប៊ុនរ៉ានីនសែនចំពោះបងប្អូនប្រជាជនភៀសសឹកនិងអតីតយុទ្ធជនទាំងអស់និងសូមឲ្យបងប្អូនគិតគូរថែទាំសុខភាពឲ្យបានល្អដោយត្រូវរស់នៅមានអនាម័យនិងស្អាតជានិច្ចពិសាទឹកមានសុវត្ថិភាពគឺទឹកដាំឆ្អិនឲ្យបានច្រើនដើម្បីជៀសវាងពីជំងឺដង្កាត់នានានិងត្រូវស្រឡាញ់ខ្លួនឲ្យស្ងួនចំណីដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ចំនួន4ដែលមានដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងសរសៃឈាមជំងឺមហារីកនិងជំងឺរលាកភ្លើដង្ហើមរ៉ាំរ៉ៃដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែមពេកប្រៃពេកខ្លាញ់ពេកអាហារកំពុងច្រើនពេកការផឹកគ្រឿងស្រវឹងនិងការជក់បារីឡាដោយឡែកស្ត្រីជាមេដាវិញក្នុងនាមជាអេសជនឆ្នាំថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដជំងឺអេដនិងការអភិវឌ្ឍនៅកម្ពុជានិងជាអេសជនឆ្នាំថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារអ្វីដែលសម្ដេចគតិព្រះបណ្ឌិតប៊ុនរ៉ានីនសែនចង់បាននោះគឺសូមឲ្យបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អទាំងផ្លូវចិត្តនិងផ្លូវកាយដូចជាស្ត្រីមានផ្ទៃពោះសូមទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់ក្រុមគ្រូពេទ្យគឺយ៉ាងតិចណាស់ឲ្យបាន4ដងមុនពេលសម្រាលហើយពេលសម្រាលត្រូវទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលមានគ្រូពេទ្យមានវិជ្ជាជីវៈត្រឹមត្រូវដើម្បីសុខភាពល្អនិងសុវត្ថិភាពទាំងម្ដាយនិងកូនក្នុងផ្ទៃជាផុតពីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗនិងការចម្លងជំងឺពីម្ដាយទៅកូនជាពិសេសជំងឺអេដស្របគ្នាដែររដូវនេះជារដូវភ្លៀងសូមបងប្អូនទាំងអស់ពេលគេងត្រូវគេងក្នុងមុងជាប្រចាំដើម្បីការពារពីជំងឺគ្រុនឈាមព្រោះមុងរួមជាមួយភួយក្រមាសរុងមាននៅក្នុងកញ្ចប់ឃីតនៃអំណោយមនុស្សធម៌ដែលចែកជូននេះស្រាប់ភ្ជាប់ជាមួយនឹងការបង្ការនេះដែរក៏សូមកុំឲ្យមានទឹកដក់ក្នុងសម្បកកង់ឡានកង់ម៉ូតូសម្បកដូងសម្បកកំប៉ុងដែលជាជំរកមូសខ្លាប្រភពចម្លងជំងឺគ្រុនឈាមដ៏សំខាន់ជាមួយគ្នានេះសូមកុំព្យាយាមប្រើប្រាស់ទូរស័ព្ទនៅពេលមានភ្លៀងធ្លាក់ខ្លាំងខ្លាចមានរន្ទះដែលបង្កហានិភ័យដល់សុវត្ថិភាពផ្ទាល់ខ្លួនបន្ថែមពីនេះត្រូវប្រុងប្រយ័ត្នក្មេងតូចៗពីការលេងទឹកតាមប្រឡាយឬស្រះនៅកន្លែងដែលមានទឹកការពារខ្លាចមានគ្រោះថ្នាក់លង់ទឹកកើតមានជាយថាហេតុដែលនាំឲ្យមានវិបត្តិសេរីកើតឡើងក្នុងក្រុមគ្រួសារព្រមទាំងត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗដែលមាននៅក្នុងនិងក្រៅផ្ទះជាពិសេសនៅក្នុងរដូវវស្សានេះទន្ទឹមនេះសូមសម្អាតបរិស្ថានក្នុងផ្ទះនិងជុំវិញផ្ទះឲ្យបានស្អាតទុកដាក់សម្រាមឲ្យបានត្រឹមត្រូវជាពិសេសកាកសំណល់ប្លាស្ទិកក្នុងឱកាសនោះឯកឧត្តមយូឡាណាបានជូនពរគណៈអធិបតីនិងបងប្អូនប្រជាជនភាគសឹកអតីតយុទ្ធជននិងប្រជាជនទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើននិងសំប្រកបតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយសុខភាពល្អណាអត់មកណាអត់បាយបានសុខភាពនឹងល្អយ៉ាងនេះសบายចិត្តថាបានអង្គបានអីហូបខ្លួននៅណែមិនដែរបានអីហូបហើយអត់បានទេព្រោះបើខ្ញុំប្តីខ្ញុំមិនចាក់ក្រងឲ្យស្មាច់ទេហើយអត់បានទេបាទថ្ងៃព្រោះបន្ទុកយើងកូនរៀនផងណាមួយកូនបានការងារគាត់បានធ្វើនៅផ្ទះទាំងអស់គ្នាចော့មានបកបកើនផលឬដាក់ចិញ្ចឹមមន់អីទេបានបានតែគេគាត់ដាក់ឲ្យទេអញ្ចឹងគេថាគេដាក់ឲ្យណាបាទអញ្ចឹងដល់ពេលនេះអំណោយនេះបានដល់ស្រ័យរយៈពេលប៉ុន្មានដែរមកទឹកទេអូដោយសារគ្រួសារចាច្រើនប៉ុន្មាននេះ4-10នាក់បាទខ្ញុំសប្បាយចិត្តសប្បាយចិត្តណាស់ដែលបានគិតចែកបានថែមកខែបានអំណោយដល់ស្រ័យបានរយៈពេលប៉ុន្មានដែរអំណោយហ្នឹងយូរដែលដកបានពេលវេលាបានយូរដែលយើងអាចអញ្ចឹងហ៎បាទរួមមានបាននេះដែរបានឲ្យខាងដាច់ខាងគឺគាត់កក់ដៅជាបរិបទអ្នកដៃក្រដែលគាត់ជួយពេលយើងមានអសមអន្តរគាត់ជួយពេលបាទចាក់ស្អីដូចជាពេលហ្នឹងណាបាទបានឲ្យដាច់ម៉ែដាច់តាបានសុខសบายសុខភាពបានយូរវែងឲ្យជួយកូនចៅសុខភាពទៅមុខទៀតពួកសុខភាពល្អជួបជុំក្រុមគ្រួសារមានតែសុខដូចតបរិបទចាខ្ញុំជូនពរសម្ដេចទូសម្ដេចនេះឲ្យគាត់អាយុវែងបានក្តីសុខក្តីចម្រើនសូមបញ្ជាក់ថា
ព្រះរាជអំណោយដល់ឧត្តមឧត្តមរបស់ព្រះករុណាព្រះមហាក្សត្រជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតតាមរយៈកាកបាទក្រហមកម្ពុជាចែកជូនប្រជាជនភៀសសឹកចំនួន1062គ្រួសារនៅពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ30គីឡូក្រាមមី1កែត្រីខ10កំប៉ុងទឹកស៊ីអ៊ូ6ដបទឹកត្រី6ដបប្រេងឆា2ដបម្សៅសាប៊ូ1ថង់ឃីត1កញ្ចប់ក្នុងនោះមានមុងភួយសារ៉ុងក្រមានិងថវិកាចំនួន20000រៀលក្នុងការនោះគណៈអធិបតីក៏បានឧបត្ថម្ភធុងទឹកចំនួន230ធុងជាអំណោយរបស់សប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជាសម្រាប់ប្រជាជនភៀសសឹកដែលរស់នៅក្នុងតំបន់នេះផងដែរ